ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាកោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តខិតខំព្យាបាលពលរដ្ឋក្រោយដកឃ្លាមួយរយៈក្នុងកលតិស័កកម្ពុជារងការឈ្លានពានពីយោធាថៃឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាបានកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលបន្តចុះព្យាបាលជំងឺជូនពលរដ្ឋក្រោយពីការដកឃ្លាមួយរយៈក្នុងកលតិស័កកម្ពុជារងអំពើឈ្លានពានដែនអធិបតេយ្យពីយោធានិងរដ្ឋាភិបាលថៃការថ្លែងនេះបានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិតបានអញ្ជើញជាអធិបតីនៃពិធីពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកបាភ្នំខេត្តព្រៃវែងនាថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ថ្លែងក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ផ្ដាំផ្ញើនឹងការសួរសុខទុក្ខពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជានិច្ចការសម្ដេចធិបតីតែងតែខ្វល់ខ្វាយនិងយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសុខភាពកុមារតូចៗផងដែរដូច្នេះតាមរយៈការគិតគូរនិងការយកចិត្តទុកដាក់នេះបានធ្វើឲ្យតាមបណ្ដាមូលដ្ឋានទូទាំងប្រទេសបង្កើតឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើម្បីពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយពុំគិតថ្លៃលោកវិជ្ជបណ្ឌិតសេងបញ្ញរិទ្ធប្រធានមន្ត្រីសុខាភិបាលនៃខេត្តព្រៃវែងបានឲ្យដឹងថាក្រុមការងារនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាដែលបានចុះពិនិត្យនិងព្យាបាលជំងឺដែលឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅស្រុកបាភ្នំនាព្រឹកនេះមានចំនួន413នាក់ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាលជំងឺទូទៅរួមមានអប់រំសុខភាពជំងឺផ្លូវចិត្តជំងឺកុមារជំងឺរោគស្ត្រីជំងឺឬដូងបាតជំងឺសួតជំងឺក្រពះពោះវៀនជំងឺផ្លូវដង្ហើមជំងឺប្រដាប់រំលាយអាហារជំងឺសើស្បែកជំងឺស្លេកស្លាំងជំងឺសន្លាក់ឆ្អឹងជំងឺរលាកថ្លើមជំងឺកាមរោគជំងឺគ្រុនចាញ់ជំងឺគ្រុនឈាមជំងឺភ្នែកនិងវាស់ភ្នែកក្រៅពីនេះក៏មានការពិនិត្យភ្នែកនិងចែកវ៉ែនតាការពិនិត្យនិងការព្យាបាលសុខភាពមាត់ធ្មេញជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺលើសឈាមជំងឺត្រចៀកច្រមុះបំពង់កជំងឺតម្រងនោមពិនិត្យអេកូសាសវាស់ចង្វាក់បេះដូងមន្ទីរពិសោធន៍វិភាគឈាមវះកាត់តូចនិងព្យាបាលរបួសជាដើមគូរំលឹកថាក្នុងឆ្នាំ2025កន្លងទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តសសុខាបានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដែលឥតគិតថ្លៃចំនួន18លើកមាន12ក្រុងស្រុកគឺក្រុងព្រៃវែងស្រុកពីមជើស្រុកស៊ីធើកណ្ដាលស្រុកពីរាំងស្រុកកំចាយមៀស្រុកពីមរោស្រុកមេសាងស្រុកព្រះស្ដេចស្រុកកំពង់ត្របែកស្រុកពូរៀងនិងស្រុកបាភ្នំដែលបានធ្វើការពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួន63873នាក់ស្ត្រី4549នាក់